កាន់តែប្រហិនអនុទានថាបើត្រាំចង់ជួបខ្លួនត្រូវកំណត់ពេលវេលាឲ្យបានច្បាស់និងឆ្លងក្រសួងការបរទេសឲ្យត្រឹមត្រូវកាន់តែប្រហិនទៅមិនស្គាល់មួកមិនស្គាល់មកគុណនាយករដ្ឋមន្ត្រីថៃអនុទានឆាន់វីរៈគុលបាននិយាយទាំងក្រអឺតក្រទមថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំមិនទាន់បានតាក់ទងទៅលោកដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅឡើយទេលោកបន្តថាបើត្រាំចង់ជួបលោកនោះគឺត្រូវតែកំណត់ពេលវេលាឲ្យបានច្បាស់លាស់ជាមុនហើយកិច្ចពិភាក្សាត្រូវតែអនុវត្តតាមបណ្ដាញក្រសួងការបរទេសឲ្យបានត្រឹមត្រូវនេះបើតាមកាសែតខៅសតចុះផ្សាយនាថ្ងៃទី10ខែធ្នូឆ្នាំ2025មេដឹកនាំថៃបច្ចុប្បន្នមិនចាត់ទុកអាមេរិកជាមហាអំណាចទី1លើលោកទៀតទេទន្ទឹមនឹងលោកអនុទានក្រលាស់អណ្ដាតទាំងប្រហិនថាដូណាល់ត្រាំមិនទាន់តាក់ទងទៅលោកនៅឡើយទេសម្ដីនេះពិតជាមិនធម្មតាក៏ព្រោះកិច្ចពិភាក្សាតាមទូរស័ព្ទរវាងប្រមុខរដ្ឋត្រូវតែកំណត់ពេលទុកជាមុនតាមរយៈបណ្ដាញផ្លូវការហើយរាល់ការប្រាស្រ័យតាក់ទងទាំងអស់ត្រូវឆ្លងកាត់បណ្ដាញការទូតនិងក្រសួងការបរទេសរួចបន្តជូនដំណឹងទៅកាន់រាជរដ្ឋាភិបាលនៅពេលសួរថាតើលោកនឹងនិយាយជាមួយប្រធានាធិបតីអាមេរិកដែរឬទេប្រសិនបើត្រូវបានតាក់ទងមែនលោកអនុទានបាននិយាយទាំងក្រអឺតក្រទមមួយម៉ាត់យ៉ាងខ្លីថាលោកនឹងនិយាយជាមួយទន្ទឹមគ្នានៅពេលសួរថាតើបទឈប់បាញ់អាចត្រូវបានបញ្ជាពីសម្ពាធខាងក្រៅឬយ៉ាងណាលោកអនុទានបានបោះសម្ដីថាវាជារឿងដាច់ដោយឡែកព្រោះចំនួននេះពាក់ព័ន្ធតែពីប្រទេសប៉ុណ្ណោះកម្ពុជាថៃលោកក៏បានបន្ថែមថារាល់ការកំណត់ពេលកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំទាមទារឲ្យមានការរៀបចំចំណុចពិភាក្សារួមទាំងការចូលរួមពីរដ្ឋមន្ត្រីការបរទេសអគ្គមេបញ្ជាការនិងរដ្ឋមន្ត្រីការពារជាតិដើម្បីដោះស្រាយបញ្ហាប្រកបដោយតម្លាភាពនេះបង្ហាញឲ្យឃើញយ៉ាងជាក់នឹងភ្នែកថាថៃមិនត្រឹមតែមិនទុកអាមេរិកក្នុងកៅភ្នែកទេប៉ុន្តែថែមទាំងហ៊ានដាក់លក្ខខណ្ឌជាមួយសហរដ្ឋអាមេរិកថែមទៀតផងតាមពិតទៅភាពអំនួតអួតអាងខែងរែងរបស់ថៃមិនមែនជារឿងចម្លែកទេព្រោះថាកន្លងទៅថៃបានយកដៃហែកកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរចោលរួចយកជើងជន់ឈ្លីបើទោះបីជាកិច្ចព្រមព្រៀងនេះស្ថិតក្រោមក្រសែភ្នែកនៃការសម្របសម្រួលចូលខ្លួនធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងមេដឹកនាំម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដោយបើកការឈ្លានពានមកលើកម្ពុជាសាជាថ្មីចាប់ពីថ្ងៃទី7ធ្នូម៉ោង